The patient is in the advanced stage of the disease ចឹងបងប្អូនមើលclear មួយគឺ the advanced stage of the disease មានន័យថានៅដំណាក់កាលចុងក្រោយចឹងគេសំដៅទៅលើជំងឺមានន័យថាព្យាបាលឡើងជាហើយដំណាក់កាលធ្ងន់ធ្ងរហើយដំណាក់កាលចុងក្រោយហើយអ្នកជំងឺនោះស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយ Okay, the patient is in the advanced stage of the disease. His wife is in the advanced stage of the disease. ប្រពន្ធរបស់គាត់ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយមានតែទៅរកអាចារ្យភ្លុកយោគីតែប៉ុណ្ណោះ Okay, he was a man of advanced years. Okay, ចឹងបងប្អូនមើល clear មួយទៀត advanced years វ័យដែលជ្រេទៅហើយបងប្អូនស្គាល់វាHe was a man of advanced years ចឹងបងប្អូនមើល clear មួយទៀតគឺ advanced years វ័យដែលជ្រេទៅហើយចឹងវ័យហ្នឹងវ័យវាចិត្តផុតរលត់ដែរណាវាចាស់ហើយជ្រេទៅហើយដូចថ្ងៃរៀបនឹងលិចចឹងបងប្អូនគាត់គឺជាបរិសដែលមានវ័យជ្រេទៅហើយ He is still working at his advanced age គាត់នៅតែធ្វើការទៀតបីជាក្នុងវ័យគាត់មានវ័យជ្រេទៅហើយក្តីណាចឹង at his advanced age យើងប្រើ age ក៏បានដែរណាចឹងមានន័យថាវ័យដែលជ្រេទៅហើយគាត់វ័យជ្រេទៅហើយមែនគាត់នៅតែធ្វើការ They live together happily in their advanced years ពួកគេរស់នៅជុំគ្នាដោយសុខសាន្តទោះបីនៅក្នុងវ័យដែលពួកគេជ្រេទៅហើយយើងបកឲ្យស្រួលស្ដាប់ថាពួកគេវ័យជ្រេមែនប៉ុន្តែរស់នៅជុំគ្នាដោយសុខសាន្តអូខេអញ្ចឹងបងប្អូនចំណាំមួយទៀតបើសិនជាប្រើ years បងប្អូនប្រើនេះ preposition in បើ age ឃើញទេគេប្រើ at chứអានេះមិនបានប្រើព្រោះអានេះគេចង់និយាយថា a man of មានន័យបរិសដែលមានណា He was a man of advanced years មានន័យថាគាត់គឺជាបរិសដែលមានវ័យជ្រេទៅហើយអូខេ70ឬក៏70ជាងទៅ80អីចឹងទៅហេមិនមនុស្សសម័យបច្ចុប្បន្ននៅស្រុកយើងដូចរស់មិនដល់ប៉ុណ្ណឹងផងអូខេអញ្ចឹងសរុបមកវិញគឺ the patient is in the advanced stage of the disease the advanced stage of the disease មានន័យថាដំណាក់កាលធ្ងន់ធ្ងរឬក៏ដំណាក់កាលចុងក្រោយ advanced years មានន័យថាវ័យជ្រេទៅហើយឬក៏យើងប្រើ advanced age វ័យជ្រេទៅហើយ